ួនាទីនៃការអប់រំក្នុងការកសាងសង្គមទំនើប TN Insight សូមជូនខ្លឹមសារវិចារណកថានៅក្នុងសមរភូមិនៃការអភិវឌ្ឍជាតិប្រទេសដែលរីកចម្រើនរុងរឿងមិនមែនជាប្រទេសដែលមានត្រឹមតែធនធានធម្មជាតិច្រើនលើសលប់តែមួយមុខនោះទេប៉ុន្តែគឺជាប្រទេសដែលមានធនធានមនុស្សប្រកបដោយចំណេះដឹងនិងសីលធម៌ការអប់រំគឺជាអាវុធដ៏មុតស្រួចបំផុតនិងជាពន្លឺដែលអាចឆ្លុះបញ្ចាំងឲ្យឃើញអំពីផ្លូវឆ្ពោះទៅរកការផ្លាស់ប្ដូរសង្គមទាំងមូលលោក Nelson Mandela វីរបុរសប្រឆាំងការរើសអើងពូជសាសន៍និងជាអតីតប្រធានាធិបតីនៃអាហ្វ្រិកខាងត្បូងធ្លាប់បានពោលពាក្យស្លោកដ៏ល្បីល្បាញមួយថាការអប់រំគឺជាអាវុធដ៏មានអានុភាពបំផុតដែលអ្នកអាចប្រើដើម្បីផ្លាស់ប្ដូរពិភពលោកតាមរយៈទស្សនៈនេះការអប់រំមិនមែនគ្រាន់តែជាការទទួលបាននូវសញ្ញាបត្រសម្រាប់រកការងារធ្វើនោះឡើយប៉ុន្តែវាគឺជាការបំបែកខ្នោះដែកនៃភាពល្ងង់ខ្លៅនិងការរើសអើងបន្ថែមពីលើនេះលោក Paulo Freire អ្នកប្រាជ្ញអប់រំជនជាតិប្រេស៊ីលតាមរយៈទ្រឹស្ដីនៃការអប់រំដើម្បីការរំដោះបានពន្យល់ថាការអប់រំពិតប្រាកដត្រូវតែបង្កើតឲ្យមានការយល់ដឹងបែបវិភាគវាជួយឲ្យមនុស្សចេះសួរដេញដោលអំពីបញ្ហាសង្គមចេះរកហេតុផលនិងមិនសុខចិត្តរស់នៅក្រោមការជិះជាន់នៅពេលដែលពលរដ្ឋម្នាក់ៗមានពន្លឺនៃការចេះដឹងពួកគេនឹងក្លាយទៅជាកម្លាំងប្រតិកម្មដែលរុញច្រានសង្គមឲ្យមានយុត្តិធម៌និងសមធម៌ដើម្បីបញ្ជាក់ពីទ្រឹស្ដីខាងលើយើងអាចសម្លឹងមើលប្រវត្តិសាស្ត្រនៃប្រទេសកូរ៉េខាងត្បូងក្រោយសង្គ្រាមកូរ៉េបានបញ្ចប់ក្នុងឆ្នាំ1953ប្រទេសនេះត្រូវបានចាត់ទុកថាជាប្រទេសដែលក្រីក្របំផុតមួយក្នុងលោកដែលគ្មានធនធានធម្មជាតិអ្វីទាំងអស់ក្រៅអំពីដីដែលខ្ទេចខ្ទីដោយគ្រាប់រំសេវទោះជាយ៉ាងណារដ្ឋាភិបាលនិងប្រជាជនកូរ៉េខាងត្បូងបានសម្រេចចិត្តបោះទុនយ៉ាងសន្ធឹកសន្ធាប់ទៅលើវិស័យអប់រំពួកគេបានផ្លាស់ប្ដូរផ្នត់គំនិតពលរដ្ឋពីភាពអសកម្មមកជាពលរដ្ឋដែលឈ្លាសវៃក្នុងបច្ចេកវិទ្យានិងវិទ្យាសាស្ត្រលទ្ធផលគឺក្នុងរយៈពេលត្រឹមតែប៉ុន្មានទសវត្សរ៍កូរ៉េខាងត្បូងបានប្រែក្លាយខ្លួនពីប្រទេសទទួលជំនួយមកជាប្រទេសដែលផ្ដល់ជំនួយនិងជាប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកដែលគេស្គាល់ថាជាអភូតហេតុលើទន្លេហាននេះគឺជាភស្តុតាងដែលមិនអាចប្រកែកបានថាការវិនិយោគលើខួរក្បាលមនុស្សផ្ដល់ផលចំណេញខ្ពស់ជាងការវិនិយោគលើអ្វីៗទាំងអស់តួនាទីនៃការអប់រំក្នុងការកសាងសង្គមទំនើបតើការអប់រំបានផ្លាស់ប្ដូរសង្គមតាមរបៀបណាខ្លះ 1. បំបត្តិភាពក្រីក្រការអប់រំផ្ដល់នូវជំនាញវិជ្ជាជីវៈដែលជាសោរសម្រាប់បើកទ្វារឱកាសសេដ្ឋកិច្ចកាលណាពលរដ្ឋមានចំណូលខ្ពស់ជីវភាពគ្រួសារល្អប្រសើរនោះបន្ទុកសង្គមក៏ត្រូវបានកាត់បន្ថយ 2. ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសង្គមមួយអាចមានសន្តិភាពនិងយុត្តិធម៌ទៅបានលុះត្រាតែពលរដ្ឋយល់ដឹងអំពីសិទ្ធិនិងកាតព្វកិច្ចរបស់ខ្លួនអ្នកចេះដឹងនឹងមិនងាយត្រូវបានគេបោកប្រាស់ដោយនយោបាយប្រជាពិធដ្ឋនោះទេ 3. ការដោះស្រាយបញ្ហាសង្គមបញ្ហាគ្រឿងញៀនអំពើហិង្សានិងការរើសអើងតែងតែមានប្រភពចេញពីកង្វះការអប់រំផ្នែកសីលធម៌និងវិទ្យាសាស្ត្រជួយឲ្យមនុស្សរស់នៅជាមួយគ្នាដោយការយោគយល់និងការចេះអត់ឱន 4. នាវានុវត្តន៍និងបច្ចេកវិទ្យាការអប់រំគឺជាថ្នាលបណ្ដុះអ្នកវិទ្យាសាស្ត្រនិងអ្នកច្នៃប្រឌិតដែលជួយឲ្យប្រទេសជាតិអាចប្រកួតប្រជែងក្នុងយុគសម័យសកលភាវូបនីយកម្មជារួមមកការអប់រំមិនមែនជាបន្ទុកនៃថវិកាជាតិនោះទេប៉ុន្តែគឺជាការវិនិយោគដ៏ឈ្លាសវៃបំផុតសម្រាប់អនាគតប្រសិនបើយើងចង់ផ្លាស់ប្ដូរសង្គមឲ្យមានភាពស៊ីវិល័យយុត្តិធម៌និងសម្បូរសប្បាយយើងត្រូវផ្ដើមចេញពីការកែតម្រង់និងពង្រឹងគុណភាពអប់រំជាចម្បងដោយដែលលោក Volker Kronkit ធ្លាប់បានលើកឡើងថាការអប់រំប្រហែលជាមានតម្លៃថ្លៃប៉ុន្តែភាពល្ងង់ខ្លៅមានតម្លៃថ្លៃជាងនេះទៅទៀតដូច្នេះការរួមចំណែកលើកកម្ពស់ការអប់រំពីគ្រប់មជ្ឈដ្ឋានគឺជាកាតព្វកិច្ចជាប្រវត្តិសាស្ត្រដើម្បីធានាថាពន្លឺនៃចំណេះដឹងនឹងបន្តបំភ្លឺផ្លូវឲ្យសង្គមជាតិឆ្ពោះទៅរកភាពរុងរឿងជានិច្ចជានិរន្តរ៍វិចារណកថាដោយលោកឡាំឡៃចុងបិចអង្គរអានជូនដោយនាងខ្ញុំបូសុគន្ធាពីសារព័ត៌មាន The Khmer Today